នេះអារម្មណ៍ល្អចេញវីដេអូមួយសិននេះខ្ញុំធ្វើមុខម្ហូបដ៏ឆ្ងាញ់មួយឲ្យបងរត់បងប្អូនថាខ្ញុំនឹងស្លឲ្យគេឥឡូវនេះឃើញម្ទេសផ្លោកបងតនងពេកក៏បេះពីផ្លែមកហើយជាមួយនឹងម្ទេសហាឡាពីញ៉ូពីផ្លែទៀតខ្ញុំគិតថាចាំមើលថ្ងៃនេះម្ហូបខ្ញុំហិលហើយតែជាក់ស្ដែងម្ទេសផ្លោកនឹងហើយនឹងម្ទេសហាឡាពីញ៉ូនឹងអត់ហិលបងប្អូនអើយឥឡូវនេះខ្ញុំមកហាន់ម្ទេសផ្លោកដែលបេះមិញហ្នឹងគឺឆ្ងាញ់ណាស់ព្រោះដោយសារតែបេះភ្លាមអញ្ចឹងយើងយកមកធ្វើម្ហូបអញ្ចឹងគឺស្រួយឆ្ងាញ់ម្ហូបហ្នឹងធ្វើតាមផ្លែតែឆ្អិនហើយអ្វីដែលសំខាន់គឺឆ្ងាញ់ទៀតក្នុងច្រឹកកថាប្រហែលជាហិលហោះហើយមើលទៅមិនដាក់ម្ទេសអីថែមទៀតទេតែជាក់ស្ដែងគឺអត់ហិលហងបងប្អូនអើយហើយនេះគឺកែបទិញបានបងប្អូនធំណាហើយគឺមួយថងគេនឹងមាន5ដែរហើយខ្ញុំដាក់តែ3ទេព្រោះអីបន្លែខ្ញុំរៀងតិចដែរអញ្ចឹងណាខ្ញុំហូបដល់ពេលហ្នឹងទេកែបខ្ញុំនឹងនៅរៀងកកតិចដែរបងប្អូនអញ្ចឹងខ្ញុំលាងសម្អាតហើយខ្ញុំចិញ្ច្រាំកែបយើងឲ្យស្អាតអញ្ចឹងទៅហើយក៏យកមកឆាឲ្យក្រៀមសិនអញ្ចឹងណាដើម្បីកាត់ចំអាបបោះកែបឆ្អាបនឹងចេញអញ្ចឹងបងប្អូនទេខានចេញ voice វីដេអូយូរដូចមានអារម្មណ៍ថាមិនទេចេះតែនិយាយទៅយើងមកឆាកែបយើងឲ្យឆ្អិនសិនបងប្អូនដាក់វាឆ្អិនដាច់ជាតិឆ្អាបដាច់ជាតិទឹកបងកែបនឹងសិនណាហើយល្មមដល់ឆ្អិនហើយខ្ញុំចាប់ផ្ដើមឆាគ្រឿងមកយើងថ្ងៃនេះដែរគឺខ្ញុំមកឆាគ្រឿងកែបតាមពិតទៅគឺចង់ឆាក្តៅទេប៉ុន្តែអត់ក្តៅទេបងប្អូនហើយអត់ហិលហងហ្នឹងបើសិនដាក់ម្ទេសហិលថែមទៀតអានឹងបានហិលខ្ញុំស្មានថាអាម្ទេសហាឡាពីញ៉ូនិងម្ទេសផ្លោកនឹងហិលខ្លាំងបងប្អូនខ្ញុំទៅក៏បានដាក់ម្ទេសយើងទេបើបងប្អូនជួយចិត្តហិលខ្លាំងដាក់ម្ទេសយើងថែមទៀតចឹងណាខ្ញុំអត់សូវជួយចិត្តហិលខ្លាំងទេហើយនិយាយទៅនៅតែស្ទើហិលនិយាយទៅអត់ហិលហ្មងខ្ញុំគិតខុសហ្មងគិតស្មានថាហិលហើយឆាគ្រឿងហ្នឹងគឺខ្ញុំដាក់ប្រេងឆាបន្តិចទៅដាក់ខ្ទឹមពងហើយដាក់គ្រឿងក្រើយើងនឹងកែបចូលអញ្ចឹងណាបងប្អូនហើយគ្រឿងរបស់ខ្ញុំហ្នឹងគឺខ្ញុំបុកទុកនៅក្នុងទូទឹកកកអញ្ចឹងណាពេលខ្ញុំចង់ស្លអញ្ចឹងទៅគឺខ្ញុំយកមកស្លបន្តិចអញ្ចឹងគឺងាយស្រួលលឿនអញ្ចឹងណាព្រោះអត់សូវមានពេលក្នុងការធ្វើគ្រឿងទុកអញ្ចឹងបងប្អូនតទៅពេលយើងធ្វើអញ្ចឹងទៅលឿនយើងពេលចង់ឆាគ្រឿងស្លម្ជូរគ្រឿងអីយើងមានស្រាប់ហើយគ្រឿងក្រើដែលដាក់ហ្នឹងមានស្ករអំបិលចេងទឹកត្រីម្សៅស៊ុបមាន់បន្តិចទៅហើយនឹងប្រេងខ្យងកូរចុះកូរឡើងមើលថាកែបយើងចូលគ្រឿងឆ្ងាញ់ហើយខ្ញុំចាប់ដើមដាក់ជាមួយនឹងម្ទេសយើងចូលហើយឆា 3-4 ត្រឡប់ចឹងទៅល្មមថាមកស្ពតគឺស្រង់ចេញហើយពេលយើងញ៉ាំច្រាប់អញ្ចឹងឆ្ងាញ់បងប្អូនហើយម្ទេសហ្នឹងគឺអត់ហាងទេដោយសារតែយើងលាងទឹកហើយយើងត្រាំទឹកទុកអញ្ចឹងណាបងប្អូនត្រាំទឹកឲ្យជា10នាទីហ្នឹងទៅបាត់ហាងជាតិក្លិនម្ទេសផ្លោកហើយក៏ចុងក្រោយហ្នឹងគឺខ្ញុំដាក់ជាមួយនឹងម្រះព្រៅឲ្យឆាគ្រឿងមកយើងកាន់តែឈ្ងុយឆ្ងាញ់ទៀតអញ្ចឹងណាឥឡូវរួចរាល់ហើយបងប្អូនហើយបើក្លិនវិញណាអែមហ្មងឆ្ងាញ់